បណ្ដាប្រទេសអារ៉ាប់និងមូស្លីមចំនួន8ស្វាគមន៍ការឆ្លើយតបរបស់ក្រុមហាម៉ាស់ចំពោះផែនការបដិឈប់បាញ់កាហ្សារបស់លោកដូណាល់ត្រាំប្រទេសអេស៊ីបសូដានីអារ៉ាប់រួមឥណ្ឌូនេស៊ីប៉ាគីស្ថានទូគីអារ៉ាប៊ីសាអូឌីតនិងកាតាបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយស្វាគមន៍ចំពោះជំហានរបស់ក្រុមហាម៉ាស់ឆ្ពោះទៅរកផែនការបដិឈប់បាញ់ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដើម្បីបញ្ចប់សង្គ្រាមនៅតំបន់កាហ្សាស្ទ្រីបយោងតាមសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង8បានស្វាគមន៍ជំហានដែលធ្វើឡើងដោយក្រុមហាម៉ាស់តាក់ទងនឹងសំណើរបស់លោកត្រាំក្នុងការបញ្ចប់សង្គ្រាមនៅកាហ្សានិងការដោះលែងចំណាប់ខ្មាំងទាំងអស់នៅរស់ឬស្លាប់និងការចាប់ផ្ដើមការចរចាជាបន្ទាន់លើយន្តការអនុវត្តពួកគេបានសរសើរបន្ថែមលើការប្រកាសរបស់ហាម៉ាស់អំពីការត្រៀមខ្លួនរបស់ពួកគេក្នុងការប្រគល់ការគ្រប់គ្រងតំបន់កាហ្សាទៅឲ្យគណៈកម្មាធិការរដ្ឋបាលអន្តរការប៉ាឡេស្ទីននៃអ្នកបច្ចេកទេសឯករាជ្យដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការចាប់ផ្ដើមការចរចាជាបន្ទាន់ដើម្បីយល់ព្រមលើយន្តការដើម្បីអនុវត្តសំណើនិងដោះស្រាយគ្រប់ទិដ្ឋភាពរបស់វារដ្ឋមន្ត្រីការបរទេសក៏បានស្វាគមន៍ការអំពាវនាវរបស់លោកត្រាំលើអ៊ីស្រាអែលឲ្យបញ្ឈប់ជាបន្ទាន់នូវការទម្លាក់គ្រាប់បែកនិងចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងផ្លាស់ប្ដូរដោយសម្ដែងការកោតសរសើរចំពោះការបដិញ្ញាចិត្តរបស់គាត់ក្នុងការបង្កើតសន្តិភាពនៅក្នុងតំបន់រដ្ឋមន្ត្រីបានអះអាងថាការវិវត្តទាំងនេះតំណាងឲ្យឱកាសពិតប្រាកដមួយដើម្បីសម្រេចបានបទឈប់បាញ់ដ៏ទូលំទូលាយនិងប្រកបដោយនិរន្តរភាពនិងដើម្បីដោះស្រាយលក្ខខណ្ឌមនុស្សធម៌ដ៏សំខាន់ដែលកំពុងប្រឈមមុខនឹងប្រជាជននៅតំបន់កាហ្សាស្ទ្រីបអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Braille